ចាសាតែងតែមានជំនឿថាអាយុ20គត់គឺជាលេខគ្រោះចង្រៃអ្នកខ្លះមានគ្រោះដល់ថ្នាក់ស្លាប់ទៀតអញ្ចឹងហើយទៅនៅពេលដែលមានអាយុ20គត់ភ្លាមគេតែងតែហាមឲ្យអ្នកដែលមានអាយុ20ហ្នឹងគឺហាមទៅណាឆ្ងាយឬមួយក៏ហាមធ្វើឲ្យដែលគ្រោះថ្នាក់ដល់ជីវិតដាច់ខាតហ្មងហើយគឺគេមានដំណំខ្លាំងមែនតើហ្មងហើយសម្រាប់រឿងហ្នឹងលក្ខក៏បានប្រាប់ថាវាកាត់ឡើងកាលពី3ឆ្នាំមុនគាត់មានអាយុ20ឆ្នាំភ្លាមប៉ាម៉ាក់គាត់គឺនាំគាត់ទៅវត្តឲ្យលោកស្រោចទឹកនាំទៅប្រឡែងចាបនិយាយទៅនាំទៅធ្វើបន់ច្រើនមុខខ្លាំងមែនតើហ្មងដោយគាត់ជឿថាការធ្វើអញ្ចឹងវាកាត់បន្ថយគ្រោះកាចនៅក្នុងអាយុ20គាត់បានហើយគាត់ថាគាត់បានធ្វើតាមប៉ាម៉ាក់គាត់ហាមទាំងអស់ទៅដើរលេងផ្លូវឆ្ងាយក៏គាត់អត់ទៅណាក៏គាត់អត់ទៅហើយគាត់ពិតជាគោរពអីដែលប៉ាម៉ាក់គាត់បានប្រាប់មែនប៉ុន្តែនៅសល់3ថ្ងៃទៀតដែលគាត់ត្រូវឆ្លងចូលអាយុ21ឆ្នាំទាំងអស់គ្នាគឺគាត់បានប្រពន្ធពួកម៉ាក់គាត់ទាំងអស់ហ្នឹងទៅដើរលេងនៅមណ្ឌលគិរីជុំគ្នាហើយគាត់ថាគាត់ប្រពន្ធគេហើយបានគាត់ប្រាប់ប៉ាម៉ាក់គាត់ក្រោយថាគាត់ចង់រៀបចំកម្មវិធីនៅតាមខេត្តប៉ាម៉ាក់គាត់ឲ្យគាត់ទៅហាមហ្មងឲ្យទៅប៉ាគាត់ម៉ាក់គាត់គឺហាមប៉ុន្តែគាត់ថាហាមគាត់ធ្វើអីគាត់បានធ្វើតាមប៉ាម៉ាក់គាត់អស់ហើយតើអត់មានបានទៅណាទេរយៈពេល7ឆ្នាំហ្នឹងអញ្ចឹងហើយ3ថ្ងៃចុងក្រោយហ្នឹងឲ្យគាត់ទៅវាមិនតែគាត់ងាប់អាច3ថ្ងៃចុងក្រោយហ្នឹងឯងគាត់និយាយពាក្យហ្នឹងប៉ាម៉ាក់គាត់ក៏អូខេព្រមឲ្យទៅតាមហើយគាត់ថានៅពេលដែលគាត់រៀបចំកៅអៅឲ្យអស់ហ្មងណាគឺម៉ាក់គាត់នៅពេលយប់ម៉ាក់គាត់បានដេកយល់សាប់ទាំងអស់គ្នាម៉ាក់គាត់ក៏ដេកយល់សាប់ឃើញកំពុងអង្គុយនិយាយគ្នាមួយលាក់ទាំងអស់គ្នាគាត់កំពុងតែអង្គុយនិយាយគ្នាសុកគឺគាត់ឃើញមនុស្សប្រុសមៀតខ្មៅធំដើរមកកាត់ក្បាលលាក់មកទៅហឹងគាត់ថាដើរមកកាត់ក្បាលលាក់ផ្ដាច់ហើយលាក់ដួលប្រកាច់ស្លាប់នៅហ្នឹងហ្មងគាត់ថានៅពេលដែលលាក់ស្លាប់គាត់ថាលាក់ស្លាប់ភ្លាមគឺគេធ្វើពិធីហើយនៅក្នុងពិធីហ្នឹងទៀតអ្នកដែលចូលរួមមិនថាអាចារ្យមិនថាអ្នកចូលរួមទាំងអស់គឺពាក់ឈុតខ្មៅកាន់ទៀនម្នាក់ម្ដងអង្គុយជុំវិញលាក់គាត់ដឹងខ្លួនឡើងគាត់យករឿងទៅហាមលាក់ហ្មងឲ្យទៅធ្វើដំណើរទៅណាទាំងអស់ហាមឲ្យទៅកម្មវិធីហាមឲ្យអត់ឲ្យទៅតាមខេត្តអញ្ចឹងណាហើយលាក់គាត់ថាចេះអ៊ុយហាមមិនគាត់ជាម្ចាស់គម្រោងមួយហ្នឹងហើយបើគាត់ទៅគាត់ cancel គេវាអក្រក់មើលពេកឲ្យម្នាក់គេត្រៀមខ្លួនឲ្យអស់ហើយក៏បានកក់កន្លែងគេនេះឲ្យអស់លីងដែរហើយប៉ាម៉ាក់គាត់ដោយសារតែហាមគាត់ឈ្នះទាំងអស់គ្នាអញ្ចឹងក៏ព្រមតាមគាត់ទៅព្រមតាមគាត់ទៅប៉ុន្តែហាមគាត់ដាច់ខាតហាមមិនឲ្យលេងទឹកហាមមិនឲ្យឡើងភ្នំហាមមិនឲ្យទៅកន្លែងណាដែលមានគ្រោះថ្នាក់ហើយលក្ខគឺគាត់ធ្វើតាមមែនគាត់ថាដំបងគាត់ធ្វើតាមប៉ុន្តែនៅពេលដែលមើលពួកម៉ាក់គាត់ទាំងអស់កំពុងលេងទឹកទាំងអស់គ្នាគាត់លេងទឹកនៅទឹកជ្រោះមួយកន្លែងហ្នឹងគឺឃើញពួកម៉ាក់គាត់កំពុងលេងគាត់ទៅលេងជាមួយគេគាត់ថាគាត់លេងសប្បាយណាលេងសប្បាយមែនតើប៉ុន្តែគាត់ចេះគាត់ហែលទៅរកគេគាត់មានអារម្មណ៍ថាមានអីមួយទាញជើងគាត់ទៅក្រោយគាត់ថាហែលដល់ហ្មងហែលដល់គេហ្មងហើយគាត់គឺមានគឺដៃមួយនឹងទាញជើងគាត់ចូលទឹកហ្មងគាត់ថាទាញចូលជ្រៅទៅដល់ថ្នាក់គាត់ប្រាប់គាត់ផឹងបក់ដៃហៅគេឲ្យជួយហៅអ្នកអាហារទាំងអស់គ្នាជួយហ្នឹងប៉ុន្តែទាំងអស់គ្នាគាត់មើលទៅអ្នកទាំងអស់ហ្នឹងគឺលេងអត់មានបានមើលមកគាត់ទេគឺលេងអត់មានអ្នកគេមើលមកគាត់ទេរហូតដល់គាត់លឹកចូលទឹកហ្មងណាទើបមានដៃគេមកទាញឡើងលើវិញហើយពេលដែលគេទាញមកឡើងលើគេប្រាប់គាត់ថាអញ្ចឹងនៅគឺគេឃើញលាក់ហ្នឹងកំពុងតែហែលលេងតែឯងទេហើយទឹកមុខលាក់ហ្នឹងគឺមិនមែនជាមនុស្សលងទឹកទេគឺគាត់ឃើញទឹកមុខលាក់ហ្នឹងញឹមឲ្យលើកដៃសបាយលើកដៃលេងសបាយអញ្ចឹងណាទើបគេអត់មានណាគេចាប់អារម្មណ៍ថាលាក់លងទឹកទេទើបឃើញលាក់លិចទឹកហ្នឹងបានគេនាំគ្នាទៅជួយហើយគាត់ថាគ្រាន់តែគាត់លងទឹកហ្នឹងឲ្យភ្លាមគាត់បានប្រាប់ទៅម៉ាក់គាត់ទេខ្លាចម៉ាក់គាត់បារម្ភហើយឡើងប្រយោជន៍ទាំងយប់អីចឹងណាគាត់ព្យាយាមអត់ប្រាប់ហ្មងហើយដោយសារតែគាត់លងទឹកចឹងគាត់អត់បាននៅកម្មវិធីអីយូរឯងគឺគាត់ចូលគេមុនគេហើយអ្នកផ្សេងគេនៅកំពុងតែកម្មវិធីជប់លៀងគាត់ថាខ្ទង់ម៉ោង11 12គាត់នៅតែលឺសំឡេងកម្មវិធីគេជប់លៀងបន្តទៀតចឹងណាគាត់ចេញពីក្នុងរីសតដើរទៅមើលគេប៉ុន្តែទាំងអស់គ្នាគាត់ថាគាត់ពេលដែលគាត់ដើរទៅមើលគេអ្នកដែលក្នុងវិធីអ្នកដែលកំពុងតែធ្វើកម្មវិធីទាំងអស់ងាកមកមើលគាត់ទាំងអស់ហើយអ្នកទាំងអស់ហ្នឹងមុខដូចគាត់ទាំងអស់គាត់ថាគាត់និយាយនឹងព្រឹកបលគាត់ថាអ្នកដែលងាកមកមើលគាត់ទាំងអស់ហ្នឹងគឺស្ទើរមុខដូចគាត់ហើយបាក់ដៃហៅគាត់ទៅហើយគាត់ឡើងភ្ញាក់បើវាមិនមែនជាការយល់សប្តិពីឃើញមែនទេគាត់ភ្ញាក់ស្អីអ៊ុយហ្មងអ៊ុយហើយឡើងលក្ខណៈសឹងតែដួលណាគុំតបានពួកម៉ែគាត់មកពីក្រោយសួរថាម៉េចមានរឿងអីមែនហើយគាត់ថាហើយមានឃើញតែគេជប់លៀងអត់មែនហ្នឹងនោះគាត់ចោលណាប៉ុន្តែនៅពេលដែលគេងាកទៅមើលគឺអត់មានឃើញទាំងអស់អត់មានឃើញស្អីសូម្បីតែម្នាក់ហ្មងហើយលក្ខគាត់ថាគាត់ប្រាប់ទៅមិត្តភក្តិគាត់ដែរទាំងរឿងដែលគេទាញជើងគាត់ទាំងអីពួកម៉ាក់គាត់អត់មានតែគេជឿទេថាអីគេគាត់ថាលក្ខហ្នឹងគិតច្រើនចឹងណាប៉ុន្តែលក្ខគាត់អារម្មណ៍អត់ល្អហើយចឹងគាត់សុំឲ្យស្អែកហ្នឹងត្រឡប់ទៅវិញពីថ្ងៃប៉ុន្តែដល់ពេលស្អែកឡើងទាំងអស់គ្នាម្នាក់គាត់តែដើរលេងបន្តទៀតទម្រាំចេញពីមណ្ឌលគិរីទៅវិញគឺខ្ទង់ម៉ោង3ម៉ោង4ហើយគាត់ថាជិះដល់ផ្លូវមួយនោះគឺវារឿងអាងឹតទៅចាប់ដើមយប់គាត់ថាកំពុងតែជីហ្នឹងអ្នកដែលបើក
ឡានគឺគាត់លក់មកផាំងគាត់លក់មកផាំងទាំងអស់គ្នាដោយសារគាត់ជិះឡានទៅខ្លួនឯងអញ្ចឹងអ្នកដែលបើកឡានហ្នឹងគឺយប់ឡើងគាត់លេងសบายពេកហ្នឹងគឺគាត់បានដេកមានកម្លាំងហើយរបៀបថាងុយគាត់លក់មកផាំងទៅបុកដើមឈើអ្នកផ្សេងទាំងអស់គ្នាគឺលបួសស្រាលមែនតើតែបានលក្ខនឹងមួយគាត់ថាគាត់លបួសជើងគាត់គឺចង់បាក់ឯងប៉ុន្តែគ្រាន់តែរបៀបគាត់នៅមានគាត់នៅដឹងខ្លួននៅអីធម្មតាគឺគាត់នៅដឹងខ្លួននៅអីធម្មតាគ្រាន់តែជើងគាត់មានអារម្មណ៍ថាបាក់ដោយសារតែបុកហ្នឹងក៏វាធ្ងន់ពេកដែរហើយបន្ទាប់មកក៏មានឡានពេទ្យក៏គេមកទទួលមកអីចឹងណានៅពេលដែលឡានគេមកទទួលទាំងអស់គ្នាដឹងមិនអត់គាត់ថានៅក្នុងឡានពេទ្យមួយហ្នឹងគឺគាត់មានគ្រូពេទ្យម្នាក់នឹងអង្គុយជាមួយបើពួកម៉ាក់គាត់មានតែគេជីឡានពេទ្យហ្នឹងគឺគេជីឡានមួយទៀតទៅហើយចឹងគាត់ត្រូវនៅឡានហ្នឹងមួយឡានពេទ្យជាមួយគ្រូពេទ្យគាត់ថាគ្រូពេទ្យគាត់ឃើញគ្រូពេទ្យនឹងអង្គុយមើលគាត់ធម្មតាទេប៉ុន្តែនៅពេលដែលគាត់មើលទៅចុងជើងគាត់ទាំងអស់គ្នាគាត់ឃើញមនុស្សប្រុស2នាក់ខ្លួនប្រឡាក់សត្វឈាមអង្គុយនៅសងខាងគាត់ថាគាត់ដំបងគាត់គិតថា2នាក់ហ្នឹងនេះដឹងអ្នករបួសដែលគាត់ដែលមានបញ្ហាមួយគ្នាហ្នឹងហើយជីឡានជាមួយនឹងដឹងប៉ុន្តែ2នាក់ហ្នឹងគាត់ថាមុខខ្មៅអែហ្មងមុខខ្មៅអែភ្នែកឡើងខ្មៅក្រឹបស្រឡឹងមកមើលគាត់ស្រឡឹងមកមើលគាត់លោកដៃទាញគាត់ទៅហើយលក្ខគាត់ថាអ្នកនៅពេលដែលគេទាញគាត់ហ្នឹងគឺគាត់ងាកមើលមុខគ្រូពេទ្យប៉ុន្តែគ្រូពេទ្យអត់មានមើលគាត់ក្នុងន័យផ្សេងយ៉ាងច្រឡំគឺមើលគាត់ធម្មតាអត់មានមើលគាត់ឲ្យជួយទាំងអស់គឺគ្រូពេទ្យដែលអត់មានឃើញរូបភាពទាំងអស់ប៉ុន្តែគាត់គឺគេមកទាញដៃគាត់យកទៅជាមួយគឺគេមកទាញដៃយកទៅហ្មងណាប៉ុន្តែសំណាងល្អឡានពេទ្យហ្នឹងគឺបានបើកស្រែនសុំផ្លូវទាំងអស់គ្នាបានបើកស្រែនសុំផ្លូវអញ្ចឹងហើយទើបគាត់ដឹងខ្លួនវិញគាត់ថាគាត់ដឹងខ្លួនវិញហ្នឹងគឺគាត់ញ័រខ្លួនហ្មងហើយគាត់ខំមើលមុខគ្រូពេទ្យតែគ្រូពេទ្យដូចមើលដល់បានមើលគាត់សោះហើយគ្រូពេទ្យហ្នឹងដូចនិយាយទៅគឺអត់ដឹងថាគាត់កើតអីដូចគាត់ដេកលក់ធម្មតាអញ្ចឹងប៉ុន្តែនៅពេលទៅដល់ពេទ្យទាំងអស់គ្នាដឹងមិនអត់នៅគាត់នៅពេលដែលគាត់ដេកនៅលើគ្រែពេទ្យហ្នឹងគឺគាត់ឃើញមនុស្សស្រី2នាក់ពាក់ឈុតសទាំងអស់គ្នាពាក់ឈុតសមុខខ្មៅដើរជុំវិញគ្រែគាត់ទៅមកដើរជុំវិញគ្រែគាត់បាក់ដៃហៅគាត់ទៅជាមួយប៉ុន្តែគាត់ថាសំណាងល្អពេលហ្នឹងគ្រាន់តែគាត់ចាក់សរោមឬគ្រូពេទ្យលាបរបួសលាបអីឲ្យគឺប៉ាម៉ាក់គាត់មកដល់ល្មមគាត់ដល់ពេលប៉ាម៉ាក់គាត់មកដល់ល្មមម្នាក់គឺក៏យំហ្មងយំតែបានគាត់អត់ឲ្យគាត់ទៅយំរបៀបយំអញ្ចឹងណាហើយចាប់ពីពេលហ្នឹងទៅទាំងអស់គ្នាគ្រូសាគាត់ជឿលើលេខគុតហ្មងជឿលេខគុតកាន់តែខ្លាំងហ្មងហើយលក្ខហ្នឹងគឺគាត់កាន់តែជឿលេខគុតតែគាត់ថានៅពេលដែលគាត់អាយុ30គុតគាត់នឹងប្រយ័ត្នប្រយែងអត់ឲ្យដូចអាយុ20គុតហ្នឹងឯងទាំងអស់គ្នាសម្រាប់សាច់រឿងហ្នឹងទាំងអស់គ្នាតើទាំងអស់គ្នាធ្លាប់ឮគេនិយាយអត់តទៅជាមួយនឹងអាយុ20គុតហើយបើអ្នកទាំងអស់គ្នាដែលគាត់ធ្លាប់ឆ្លងកាត់អាយុ20គុតតើធ្លាប់មានរឿងហេតុការណ៍អីចម្លែកនៅក្នុងជីវិតអត់សម្រាប់សាច់រឿងហ្នឹងគឺមានតែប៉ុណ្្នឹងទេបើថាទាំងអស់គ្នាមានរឿងចែករំលែកអាចធ្វើការឆាតទៅក្នុង account IG របស់ខ្ញុំបានហើយកុំភ្លេចណាធ្វើការ follow account IG ខ្ញុំម្នាក់មួយបាយបាយ